Rừng á cô họ gì cá pi prey nì miền khmer mình nhẹ nơi chịu mùi mà đại trên chấm chụp công riêng mùi đòi chụp nụ thôm láng khmer nút trong si sa chụp có như vậy nâng mà đại tha mẹ khi nhóm trong si sa chụp xùm mẹ ở nhóm cặp chụp dương nút si phật sra tư mà đại khoát thà công anh si ấy có tràn mà lẽ tục biến những lụi dọc bạ cả chai côn lư mà đại khoát đối chứ nè còn nước tại không chất trong si sạch rút tại sọp ngay bộ miền phịch miền cà muối ngay côn nụp nhẹ làng bị đế ni giấy bạp mà đại thà thơ bật tê bà đà bạp khsom thà miền miết bạ tràn nà mẹ xôm máy chun khsom từ dọc mà đái lư côn ni giấy bạp đối chứ nè xua thà miết bạ nơi ấy ná côn slide thà mai tới nâng khsom chót bật nhóm bằng cọp đôi mà đếch mai thua tam khsom côn dốc cần chữ nó mà đại đà trôi từក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ឲ្យស្រីប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមានប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅយកជាប់ជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលេងបើម៉ែលេងមាសប្រាក់នឹងរត់បាត់អស់ឯម្ដាយឮកូនថាដូច្នេះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកទៅកាប់ចំអិនជាអាហារបបួលអស់បងប្អូននៅផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹមពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញអំពីលើកញ្ជើពុំមានឃើញអ្វីសោះលុះម្ដាយចាំយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើត្រឡប់មកផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចនេះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូចនេះសួរទៅបងថាដំណើរដោយម្ដេចបានជាយកកូនច្រកការុងទៅចោលក្នុងទឹកឲ្យស្លាប់បងនិយាយប្រាប់ប្អូនទៅតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតអញឲ្យទៅនៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញចាំនៅក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទៅតើប្អូននោះក៏ចាប់អាកុហកស៊ីច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អហើយលើកលីយកទៅចោលនៅក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហកយកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅឯឋានខ្មោចបើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ឯមាឮក្មួយអង្វរដូច្នេះក៏សួរទៅក្មួយវិញថាក្បួនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមាវាថាខ្ញុំដាក់នៅលើធ្នើមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់ទន្លេធំកាលនោះមានមនុស្សកើតឃ្លុំម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើជានិយាយថាអញមកកើតឃ្លុំក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចជាសះហើយមនុស្សឃ្លុំឮអាកុហកស៊ីថាគំឃ្លុងក្នុងការុងដូច្នេះដោយខ្លួនកើតឃ្លុងក៏សួរថាគំឃ្លុងក្នុងការុងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកើតឃ្លុងគេឲ្យតอมក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រ័យមាត់ការុងឲ្យខ្ញុំបន្តិចមនុស្សឃ្លុងក៏ស្រ័យមាត់ការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងបោះខ្លួនមើលហើយប្រាប់ថាជាឃ្លុងហើយអាគមឃ្លុងឮពីអាកុហកស៊ីថាគមឃ្លុងក្នុងការុងជាដូច្នេះក៏និយាយថាឲ្យថ្មាតមកឃ្លុងផងអាកុហកស៊ីឮដូច្នេះអរណាស់គិតថាអញអស់ស្លាប់ហើយបានអាគមស្លាប់ជំនួសអាកុហកស៊ីប្រាប់ថាបើឯងចង់ជាឃ្លុងឆាប់ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើមាននរណាមកសួរក្តីមកជេរមកវាដូចម្ដេចក្តីកុំនិយាយកុំស្ដី
ខំកាន់ត្រណមឲ្យជាប់ទើបអាចឆាប់ជាអាកូលឺអាកុហកស៊ីថាដូច្នេះក៏ទទួលចាំហើយចូលទៅក្នុងករុងអាកុហកស៊ីចងមាត់ករុងជាប់ហើយរត់បាត់ទៅមាននោះរកដំរាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាចូលក្នុងទន្លេឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះទៅវាអាកើតឃ្លុងដោយស្មានថាអាកុហកស៊ីអាកូឃ្លុងខំអត់ព្រោះតែចង់ជាឃ្លុងលុះវាទាត់ធាក់អស់ចិត្តហើយមាននោះលើកករុងបោះទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរត់គេចខ្លួនពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ទៀតចេះកុហកដូចគ្នាកំពុងតែងូតទឹកអាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅអំពីជងាយក៏ធ្វើជាងូតទឹកយូរបន្តិចងើបឡើងហើយលើកប្រកាសឡើងបង្ហាញថាអញងូតទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានប្រាក់កាសច្រើនប៉ុន្តែយកមិនរួចយកបានតែមួយត្រណោតមកអាកុហកស៊ីលើដូច្នេះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតចុះក្នុងទឹកខំងូតទៅទាំងកិច្ចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេកុហកក៏នៅក្នុងចិត្តឃើញអបាយកុហកវិញងើបឡើងនិយាយទៅនឹងអាបញ្ឆោតនោះថាអ្នកអើយខ្ញុំងូតទឹកទៅតាមពាក្យអ្នកឯងអំបាលមិញបានឃើញគេលេងបៀប៉ោងធូនកំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទាញពីគេថាឲ្យទាញមកយកពីអ្នកឯងតែខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំយកពីអ្នកឯងបើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនក៏ស្រែកកាសចែកឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ